Ok,សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានคลิปវីដេអូថ្មីអញ្ចឹងចំពោះថ្ងៃនេះដែរវីដេអូខ្ញុំតាក់ទងជាមួយនឹងការធ្វើកម្រាស់សៀវភៅអញ្ចឹងខ្ញុំ design សៀវភៅមួយតែម្ដងណាអញ្ចឹងគាត់ណាខ្ញុំធ្វើជា simple ឲ្យមើលទេខ្ញុំធ្វើកម្រាស់សៀវភៅបន្ទាប់មកខ្ញុំចាប់អក្សរខ្ញុំវាយ color លេខម៉ូដឲ្យតិចតួចដែរដើម្បីមានសោភ័ណភាពមើលទៅល្អស្អាតអញ្ចឹងណាអញ្ចឹងប្រហែលថ្ងៃមុនគឺខ្ញុំអត់បានជិះវីដេអូដោយសារតែខ្ញុំមានបញ្ហាសុខភាពដូចអ្នកទាំងអស់គ្នាបានស្ដាប់នៅ voice ដែលខ្ញុំបាន voice អញ្ចឹងមានការរដាក់រដប់បន្តិចអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលទៅលើវីដេអូនេះទៅខ្ញុំនឹងលម្អិតមួយនៃការធ្វើកម្រាស់នៃសៀវភៅអញ្ចឹងបើសិនអ្នកទាំងអស់គ្នាតាក់ទងចង់ធ្វើនៃកម្រាស់សៀវភៅចង់ធ្វើនៃការលក់អនឡាញផ្សេងចង់ធ្វើដើម្បីផុសបូតលក់ FCC អ្នកនរគ្នាអាចតាក់ទងមកខ្ញុំបានដើម្បីខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាអញ្ចឹងណាហើយតម្លៃនៃ poster គឺខ្ញុំធ្វើតម្លៃសមរម្យទេតែអ្នកទាំងអស់គ្នាអាចយកទៅបូសបានព្រោះអីបើសិនជាយើងយកតែរូបភាពដដែលយើងថតដដែលយកទៅផុសយកទៅបូសគឺវាអត់សូវបានឡើងរិចអីទេអញ្ចឹងបើសិនជាយើង design ទៅវានឹងឲ្យមានភាពតាក់ទាញស្អាតអញ្ចឹងអ្នកដែលគាត់ចង់ទិញគាត់មើលទៅរបៀបនៃការធ្វើរបស់យើង poster របស់យើងគាត់នឹងតាក់ទាញគាត់នឹងមានចំណារអារម្មណ៍គាត់ចង់សួរទៀតហើយព្រោះអីវាប្លែកយើងមានការបញ្ចុះតម្លៃផ្សេងអញ្ចឹងទៅណាអញ្ចឹងចំពោះវីដេអូនេះដែរខ្ញុំធ្វើនេះដើម្បីចែកម្លែកអ្នកទាំងអស់គ្នាពីរបៀបនៃការធ្វើកម្រាស់នៃសៀវភៅអញ្ចឹងអ្នកទាំងអស់គ្នាមើលមួយទៅខ្ញុំធ្វើនេះខ្ញុំធៀងតឡើង speed បន្តិចព្រោះអីវីដេអូវាវែងបន្តិចចឹងខ្ញុំក៏តឡើង speed ហើយខ្ញុំក៏ voice over តែម្ដងបើឲ្យខ្ញុំដាក់ទៅទាំងអស់តែម្ដងអ្នកទាំងអស់គ្នាមើលទៅវាសាំភ្នែកចឹងណាតែថាវាវែងពេកចឹងវារៀងយូរចឹងខ្ញុំក៏កាត់វីដេអូឲ្យខ្លីតែម្ដងទៅចឹងអ្នកទាំងអស់គ្នាមើលទៅលើវីដេអូហ្នឹងមួយមកព្រោះអីខ្ញុំធ្វើនេះដើម្បីចង់បង្ហាញដល់អ្នកដែលគាត់ទៅតែរៀន design ផ្សេងដែលគាត់ទៅតែចូលវគ្គ design អញ្ចឹងណាដែលគាត់ចង់រៀនចង់អីអ្នកទាំងគ្នាអាចមើលទៅតាមវីដេអូរបស់ខ្ញុំបានឬក៏ចង់រៀនពីខ្ញុំអីអូខេខ្ញុំអាចនឹង share អ្នកទាំងអស់គ្នាបានខ្ញុំមានតិចនេះតិចបន្តួចទេដើម្បីចែកម្លែកដល់បងប្អូនទាំងអស់គ្នាដែលគាត់ចង់រៀនចង់ចេះនៃការ design អញ្ចឹងណាព្រោះបងឃើញបងប្អូនមួយចំនួនគាត់ចង់រៀនមែនតើនៃការ design រូបភាពតើរូបភាពបែបណាដែលមានគុណភាពល្អ quality ច្បាស់អញ្ចឹងណាអញ្ចឹងនេះខ្ញុំធ្វើវីដេអូនេះឡើងដើម្បីឲ្យអ្នកដែលគាត់ design ផ្សេងទៅតែដៃថ្មីអញ្ចឹងណាគាត់ចង់រៀនអីដល់អ្នកមើលតិចតួចទៅនៃការប្រើប្រាស់ tool នៃការប្រើប្រាស់ object ផ្សេងព្រោះអីការ design នេះទាំងអស់គ្នាដឹងស្រាប់ហើយបើសិនជាយើងមិនមាន technique នៃការ design ទេបើអត់មាន creative ទេអ្នកនឹងធ្វើអត់ចេញទេអ្នកទាំងអស់គ្នាបានធ្វើបានដែរគឺធ្វើបានតែតាមគេទេអញ្ចឹងអ្នកទាំងអស់គ្នាទៀមទាអ្នកទាំងអស់គ្នាចេះគិត creative ខ្លួនឯងមើល artwork ពីគេយើងចេះបំបែកខ្លួនឯងមិនមែនចេះតែធ្វើតាមគេដាក់ឲ្យធ្វើមិនតាមគេអញ្ចឹងទេពេលរៀនយើងធ្វើតាមគេវាត្រូវហើយដើម្បីមិនដើម្បីយកជាបន្ទុកប៉ុន្តែចំពោះការ design នៃការរៀនវគ្គខ្លីៗអីអ្នកនរគ្នាត្រូវតែ creative មើលវីដេអូបន្គេហើយយើងធ្វើបន្គេចេញឲ្យអស់យើងត្រូវតែរៀបបំបែករូបភាពបន្គេហ្នឹងយើងធ្វើរូបផ្សេងដែលស្រៀងបន្គេទៅចាប់ element តិចតួចមកដើម្បីយកមកកែច្នៃដើម្បីឲ្យខុសពីគេនឹងបានហៅថា creative យើងអត់យកពីគេទេយើងបំបែកខ្លួនយើងវិញបើសិនជាយើងចាំតែយកពីគេមកគំនិតយើងគឺអត់ទៅមុខទេនៅដដែលតែប៉ុណ្ណឹងចេញទៀមទាអ្នកទាំងអស់គ្នារៀនស្វែងយល់នៃការ design ហ្នឹងរៀនស្វែងយល់នៃ tool តើ tool មួយណាប្រើបែបម៉េចចឹងណាទើបយើងអាចធ្វើទៅមុខបើសិនជាយើង
សិក្សាដែលយើងមិនចាំនៅ tool ចាំអីផ្សេងៗដល់អ្នកនរពិបាកក្នុងការរៀនណាអញ្ចឹងយើងទាមទារឲ្យការរៀនយើងទាមទារឲ្យយើងស្វែងយល់ឲ្យបានច្រើនសិស្សឲ្យបានច្រើនទៅយើងឆាប់ចេះអញ្ចឹងចំពោះវីដេអូនេះគឺបើសិនជាអ្នកនរគ្នាឆ្លាញ់ពេញចិត្តនៅវីដេអូមួយហ្នឹងតែអ្នកនរគ្នាកុំភ្លេចជួយចុច like page របស់ខ្ញុំជាមួយនឹង share វីដេអូនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនបានឃើញអញ្ចឹងណាហើយកុំភ្លេចជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងហើយ TikTok ខ្ញុំក៏ខ្ញុំមានដែរអ្នកអាចចូលមើលទៅTikTok របស់ខ្ញុំស្អីទៅអាចឃើញហីហើយអ្នកអាចជួយចុច follow TikTok ខ្ញុំម្នាក់មួយខ្ញុំនឹងចែកម្លែកតិចបន្តួចដើម្បីដាក់នៅលើ social media ហ្នឹងអ្នកគ្នាបានដឹងថារបៀបនៃការធ្វើបែបនេះតើគេធ្វើបែបម៉េចចឹងណាអញ្ចឹងចំពោះវីដេអូនេះដែរខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកម្លែកអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចណាជួយចុច like comment បើសិនជាមានចម្ងល់ត្រង់ចំណុចណាអាច comment នៅខាងក្រោមសួរខ្ញុំបានដើម្បីខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយអរគុណច្រើនអ្នកទាំងអស់គ្នា